យើងទៅមើលគ្រោះទឹកជំនន់ប្រិមិត្តបងប្អូនគ្រោះទឹកជំនន់នេះគឺនៅក្នុងប្រទេសឡាវបើតាមការផុសរបស់គេហទំព័រ page នេះ page របស់គេហ្នឹងឈ្មោះសាណាបងប្អូនឈ្មោះសាណាហើយយើងចូលទៅមើលមកតើមានគ្រោះទឹកជំនន់អីខ្លះចឹងណាប្រិមិត្តហើយវីដេអូនេះខ្ញុំថតបែបលក្ខណៈរៀលគឺខ្ញុំមិនចង់កាច់កិនអីវែងឆ្ងាយទេហើយក៏ចុចឲ្យប្រិមិត្តបងប្អូនបានទស្សនាដូចខ្ញុំចឹងដែរនិយាយទៅថាដូចយើងនិយាយគ្នាលេងចឹងប្រិមិត្តបងប្អូនយើងទៅទស្សនាវីដេអូទាំងអស់គ្នាទស្សនារូបភាពបងប្អូនណាអានេះអឺគ្រោះទឹកជំនន់នៅក្នុងប្រទេសឡាវណាគេដាក់ថ្ងៃទី19ខែ8ឆ្នាំ2016ឆ្នាំ2016សីខនេះសៃសេខបងប្អូនណាតាមក៏ពិត2026ទៅនេះដាក់ឆ្នាំ2016មានន័យថាម៉េចវិញប្រិមិត្តហើយយើងចូលទៅអានមើលនេះឆ្នាំ2016ឆ្នាំ2016ថ្ងៃទី19ខែ8ឆ្នាំ2016ថ្ងៃនេះទី19ខែ8ឆ្នាំ2026ហើយសង្ស័យថាអ្នកទៅសេខុសអីចឹងណាប្រិមិត្តហើយគឺឆ្ងល់ដែរនឹកដាក់2016អញ្ចឹងឥឡូវឆ្នាំ2026ហើយឥឡូវយើងយកទៅប្រែបងប្អូនហើយប្រែហ្នឹងมันជាលំបាកប្រែទេបងប្អូនយើងគ្រាន់តែ copy កន្លែងទៅហ្នឹងមកហើយយើងយកទៅប្រែនៅក្នុង Google Translate ឬក៏ឲ្យ Gemini ChatGPT ប្រែក៏បានបងប្អូនយើងគ្រាន់តែ copy ប៉ុណ្ណឹងមកនេះយើងដាក់ ChatGPT យើងមកវាចាប់ផ្ដើមប្រែឲ្យនេះគេដាក់ថានៅថ្ងៃទី19ខែសីហាឆ្នាំ2026មានទឹកជំនន់នៅក្នុងតំបន់សួនលួងក្នុងស្រុកសៀងសៀងងឹនស្រុកសៀងងឹនប្រិមិត្តខេត្តលួងព្រះបាងប្រទេសឡាវហើយអ្នកបង្ហោះនិយាយថាវាជាទឹកជំនន់ដែលកើតឡើងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេលប្រហែលជា10ឆ្នាំអញ្ចឹងបានន័យថាទឹកជំនន់ដែលកើតមាននេះគឺរយៈពេល10ឆ្នាំហើយប្រមាណដែលមិនធ្លាប់មានណាប៉ុន្តែនេះសង្ស័យតែគេទៅសេខុសបងប្អូនក៏ប៉ុន្តែឆ្នាំ2026ប៉ុន្តែគេដាក់ឆ្នាំ2016ស័យតែសេខុសទេប្រមាណស័យតែគាត់ភ្លេចណាបញ្ញាផុសពេកភ្លេចដាក់ឆ្នាំ2016តាមពិតទៅឆ្នាំ2026ប្រិមិត្តនៅខេត្តអឺឈៀងឈ្មោះគេនៅប្រិមិត្តបងប្អូនខេត្តរបស់គេហ្នឹងអឺនៅក្នុងស្រុកសៀងងឿនក្នុងស្រុកសៀងងឿនខេត្តលួងព្រះបាងប្រទេសឡាវខេត្តលួងព្រះបាងអញ្ចឹងគ្រោះទឹកជំនន់នេះស្ថិតនៅក្នុងខេត្តលួងព្រះបាងប្រិមិត្តខេត្តលួងព្រះបាងអញ្ចឹងទឹកជំនន់បានលេខភាគច្រើនគឺនៅតាមតំបន់ព្រៃភ្នំប្រិមិត្តបងប្អូនភាគច្រើនផ្ទះដែលនៅតាមតំបន់ព្រៃភ្នំហើយប្រិមិត្តបងប្អូនដឹងថាព្រៃភ្នំនៅពេលដែលមានភ្លៀងមានអីធ្លាក់មកទឹកវាឡើងលឿនណាបងប្អូនជាពិសេសតាមស្ទឹងអ្នកនៅរស់នៅតាមមាត់ស្ទឹងអីហ្នឹងគឺបើសិនជាមានទឹកឡើងអីគឺប្រុងប្រយ័ត្នទាំងបងប្អូនដោយសារតែទឹកឡើងខ្លាំងណាស់ទឹកវាធ្លាក់ពីភ្នំមកណាប្រិមិត្តបងប្អូនព្រោះខ្ញុំធ្លាប់ទៅស្ទឹងគឺខ្ញុំដឹងភ្លៀងតែមកតិចទេតែទឹកក្នុងស្ទឹងគឺឡើងលឿនខ្លាំងមែនទែនអាហ្នឹងវាជាធម្មជាតិទេណាបងប្អូនតែនេះពេលទឹកឡើងnhưទៅនាំគ្នាជួយគ្នាម៉ូតូអីលិចទូកអីនេះបងប្អូននិយាយទៅមើលទៅទំនងណាស់ហើយផ្ទះខ្លះនេះបងប្អូនអើយនេះលិចចង់ដល់ដំបូលផ្ទះហើយលិចខ្លាំងមែនទែនបងប្អូនទឹកជំនន់នៃសាហាវខុសខើមែនហើយយើងចូលទៅមើលក្នុង page នេះគេផុសច្រើនប្រិមិត្តបងប្អូនមិនថាមិញគ្រោះទឹកជំនន់នេះអានេះក៏ទឹកជំនន់ដែរបងប្អូនទឹកជំនន់នេះទឹកជំនន់ដែរបងប្អូននេះទឹកជំនន់ហូរចូលផ្ទះតែម្ដងហូរចូលផ្ទះឲ្យមានឡានមានអីនេះនិយាយទៅឲ្យតែទឹកហូរពីភ្នំប្រិមិត្តបងប្អូនវាអញ្ចឹងទឹកហូរពីភ្នំវាអញ្ចឹងហើយឡើងលឿនណាស់ឡានកុងតឺន័រជាប់ព្រាតនេះជួយគ្នាព្រាតប្រសិទ្ធប្រសាញហើយមើលគេដាក់ថាម៉េចបងប្អូនណាអានេះថ្ងៃទី19ខែ8ឆ្នាំ2026
មិញហ្នឹងសង្ស័យតែគេទៅសេដាក់ថ្ងៃទីខុសហ្នឹងបងតែពិតឆ្នាំ2026ប៉ុន្តែដល់ពេលដាក់ថ្ងៃទីខុសវាទៅជាឆ្នាំ2016ទៅវិញសង្ស័យគាត់ប្រញាប់ពេកបងប្រញាប់ផុសពេកទៅភ្លេចមើលភ្លេចមុខភ្លេចក្រោយណាឥឡូវយើងយកទៅប្រែមកថាមានន័យថាម៉េចគឺមានន័យថានៅថ្ងៃទី19ខែ8ឆ្នាំ2026ហ្នឹងទឹកជំនន់នៅក្នុងតំបន់នេះបងប្អូនតំបន់នន់ខូលនេះបងប្អូននន់ខូលនៅក្នុងស្រុកកាលឹមខេត្តសេកុងខេត្តសេកុងប្រទេសឡាវនេះប្រទេសឡាវទៀតហើយប្រទេសឡាវប្រិមត្តបងប្អូននៅក្នុងប្រទេសឡាវនេះគឺទឹកជំនន់សាហាវឃោឃៅមែនទែននៅថ្ងៃទី19ណាថ្ងៃទី19ខែ8ឆ្នាំ2026នេះឯងណាប្រិមត្តបងប្អូនទឹកបុកចង់បើម៉ូតូឲ្យចូលក្នុងផ្ទះនិយាយទៅតំបន់ភ្នំចឹងហើយប្រិមត្តឲ្យទៅតំបន់ភ្នំចិត្តស្ទឹងចិត្តអីហ្នឹងគឺទឹកសាហាវបងយកគ្រាន់តែមើលទៅក៏គួរឲ្យខ្លាចដែរបងប្អូនឃើញអត់ក៏តែមើលទៅក៏គួរឲ្យខ្លាចដែរទឹកព្រៃផ្សៃបងប្អូនអើយទៅគួរឲ្យញាក់សាច់តែម្ដងនៅថ្ងៃទី19បងប្អូនវីដេអូនេះថ្ងៃទី19ថ្ងៃទី19ខែ8ឆ្នាំ2026ចឹងថ្មីនេះដែរទេបងថ្មីនេះដែរទេចឹងថ្មីទេបងមើលទឹកអូដល់កទឹកហូរឡើងទឹកហូរខ្មុលខ្មាញ់ហ្មងនេះកុងតឺន័រអីនេះទៅឡានកុងតឺន័រទប់ជាប់ទេទឹកម្លឹងណាបងអូដល់កនេះទៅដល់ក៏ឃើញទឹកព្រឺសម្បុរហ្មងបងអើយនេះដល់កនេះមនុស្សបងប្អូននេះមនុស្សទៅនេះមនុស្សដល់ហើយនេះបងដាក់ខ្សែពួរដាក់អីថាមើលប្រហែលជាគាត់មិនដឹងណាបងប្អូនមានន័យថាបើតាមដែលគេដាក់អក្សរគេថា10ឆ្នាំវាមិនដែលមានណាបង10ឆ្នាំវាមិនដែលមានអារឿងចឹងកើតឡើងនៅក្នុងខេត្តហ្នឹងណាបងប្អូនតែនេះវាកើតឡើងធ្វើឲ្យមនុស្សដែលរស់នៅក្នុងតំបន់ហ្នឹងមិនបានព្រៀងទុកណាដោយសារតែមិនដែលធ្លាប់មានទឹកអញ្ចឹងណាដល់ពេលអញ្ចឹងទៅអ្នកជាប់បងជាប់នៅហ្នឹងហើយនេះចាប់ដើមកោងគ្នាឆ្លងទៅរកកន្លែងទីទួលសុវត្ថិភាពហើយឡានកុងតឺន័រនេះគោជើងគ្នានៅហ្នឹងឯងបងហើយបើទឹកខ្លាំងបក់ទាំងកុងតឺន័រហ្នឹងទៅទៀតវិញមកហើយយើងមើលនៅអូមកដល់កមើលទឹកនេះគាត់ជាប់នៅនឹងឡានអីចឹងណាបងជាប់នៅឡានឬក៏កន្លែងធ្វើការរបស់គាត់នៅឃើញនិយាយទៅតំបន់ដែលជាប់ភ្នំភាគច្រើនអញ្ចឹងឯងបងនៅក្នុងប្រទេសខ្មែរយើងក៏ដូចគ្នាដែរតំបន់ជាប់ភ្នំបើសិនជាមានភ្លៀងរលឹមអីគុំនាំគ្នាទៅលេងកន្លែងស្ទឹងកន្លែងអីតែលោថាវាមានគ្រោះថ្នាក់ណាបងព្រោះទឹកតើបុកមកវាបុកក៏មិនដឹងថាវាមកពីណាវាបងវាធ្លាក់ពីលើភ្នំមកណាគាត់ថាសាហាវបងហើយនេះមើលនេះលិចខ្ទេចខ្ទីហើយនេះលិចខ្ទេចខ្ទីហើយលោកអីក៏មិនសល់ដែរនេះនៅមកនេះហាលទឹកព្រាលហើយនេះលិចខែ8ចាំមើលខែ9ទឹកចូលប្រសេកប្រសាយទៅហ្នឹងឯងតាមស្ទឹងតាមអីហ្នឹងឡើងប្រងព្រាបហើយបងណានេះតាមលិចហូរហែស្រុកគេនេះនៅក្នុងប្រទេសឡាវបងប្រទេសឡាវចាប់ដើមមានទឹកចំនួនលិចប្រងព្រាបប្រសេកប្រសាយហើយយើងមើលថាគេប្រែថាម៉េចបងយើងយកទៅប្រែមកប្រែឲ្យគេប្រែឲ្យទៅយើងមិនចេះអង់គ្លេសចេះភាសាគេយើងឲ្យគេប្រែឲ្យយើងយល់ន័យបានតែប្រិមិត្តខ្មែរបងយ៉ាងវាស្រួលមួយយ៉ាងដែរបងហើយបងប្អូនចង់ប្រែព័ត៌មានអន្តរជាតិអីឲ្យគេប្រែឲ្យទៅបងប្អូនឃើញយល់ន័យខ្លួនឯងណានេះគេដាក់ថាថ្ងៃទី19ខែ8ឆ្នាំ2026អញ្ចឹងគឺទឹកជំនន់នៅក្នុងតំបន់ជាច្រើននៅតាមបណ្ដោយមាត់ទន្លេមេគង្គនៅក្នុងស្រុកសារ៉ារ៉ាន់ខេត្តសារ៉ារ៉ាន់ប្រទេសឡាវអញ្ចឹងខេត្តប្រទេសឡាវខេត្តសារ៉ារ៉ាន់ប្រទេសឡាវនេះគឺលិចនេះប្រិមិត្តមកបងដូចតែប្រិមិត្តឃើញអញ្ចឹងណាឃើញដូចអញ្ចឹងនេះលិចណាលិចណីចូលផ្ទះសំបែងនៅក្នុងវត្តអារាមហ្នឹងក៏លិចគ្មានសល់ទេប្រិមិត្តបងប្អូនឲ្យតាមស្ទឹងតាមអីនេះមិនថាស្រុកគេអញ្ចឹងប្រិមិត្តដល់ត្រូវលិចគឺលិចសាហាវហ្មងនេះលិចខ្ទេចខ្ទីនេះគ្មានសល់នេះទឹកហូរចូលទន្លេចូលអីហើយបងហើយនេះអូនេះ
ផុសបាន5ម៉ោងហើយនៅថ្ងៃទី19នឹងដែរនេះ5ម៉ោងមើលនេះអានេះគេដាក់ខេត្តស្អីនេះមើលអានេះនៅខេត្តអីបងប្អូនយើងយកទៅប្រែមកស្ដាមកយើងចង់ដឹងថាមានន័យដូចម្ដេចយើងឲ្យគេប្រែបើយើងអត់ចេះប្រែយើងឲ្យគេប្រែឲ្យទៅហើយយើងយកមកយល់ន័យណានេះថ្ងៃទី19ខែ8ឆ្នាំ2026ចឹងស្ថានភាពទឹកប្រៃហូរជន់លិចភ្លាមនៅតំបន់ឃុំស្ថានស្រុកបួរខេត្តណានប្រទេសថៃនេះប្រទេសថៃបងប្អូននេះប្រទេសថៃម្ដងមិញប្រទេសឡាវឥឡូវចូលដល់ថៃម្ដងថាទឹកជំនន់នេះបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរចឹងអានេះនៅក្នុងប្រទេសថៃបងប្អូនអានេះក្នុងប្រទេសថៃវាតន់ហន់ណាថៃធ្វើបាបខ្មែរយើងឈ្លានពានខ្មែរយើងឥឡូវទឹកជំនន់លិចចង់ដល់ត្បូងផ្ទះហើយបងប្អូនខ្ញុំមើលខ្ញុំចាក់ឲ្យបងប្អូនមើលណានេះអូដល់កនេះបងប្អូនឲ្យខ្មុលខ្មាញ់ទឹកដល់កទឹកយ៉ាងណាបងប្អូនចូលដល់ក្រោមផ្ទះលិចដល់ត្បូងផ្ទះទៀតណាអូដល់កនេះបងប្អូននេះអូទឹកគាត់ឲ្យឃើញខ្លាចហ្មងបងប្អូនលិចខ្ទេចខ្ទីហើយភ្លើងអីនោះមានភ្លើងស្អីឆ្លងគ្នាពេញហ្នឹងក្រហមក្រោមផ្ទះហ្នឹងបងប្អូនអូនោះឃើញនេះភ្លើងគប់ពេមកនេះបងប្អូនឃើញភ្លើងក្រហមនេះស្អែកតែគប់ពេភ្លើងឬក៏អីមិនដឹងនេះឃើញឡានក្រហមណាបងប្អូននិយាយថាទឹកសាហាវមែនបងប្អូនទឹកនៅក្នុងស្រុកគេមកនេះមួយទៀតនេះបងប្អូនអូនេះប៉ើងទាំងឡានមកទៀតបងប្អូនអើយនេះដល់ហើយមកទាំងឡានទាំងអីមកខ្ទេចខ្ទីមិនស្គាល់ទេបងប្អូនអើយនេះចូលឡាននេះមកខ្ទេចខ្ទីហើយដល់កបងប្អូនអើយនេះសាហាវមែនគ្រោះធម្មជាតិញ៉ាំមើលបងប្អូននេះវិញអូនេះមកហូរហើយនេះអូបាក់ខ្ទេចអស់ក្រោមផ្ទះនេះបងប្អូននេះក្រោមផ្ទះបាក់ខ្ទេចខ្ទីទឹកភ្លៀងចំនួនសាហាវមែនមើលលេចចង់ដល់ដំបូលផ្ទះហ្មងបងប្អូនណាដល់កនេះមកដល់កហ្មងគាត់ដល់ឃើញទឹកខ្លាចហ្នឹងបងប្អូននេះមកនេះមួយទៀតអូនេះដល់ហើយទឹកចំផ្ទះអ្នកណាទេបងណាអ្នកណាអ្នកដីចូលទៅខ្ទេចគូពីភ្លើងនេះនោះដល់កគាត់ដល់ឃើញទឹកខ្លាចហ្នឹងនេះមួយទៀតនេះប៉ោងទាំងឡានមកទៀតនេះអូដល់កយ៉ាងហ្នឹងเราឃើញខ្លាចគាត់ហើយនៅប្រទេសថៃបងប្រទេសថៃស្រុកស្អីទៀតនេះស្រុកខេត្តស្រុកបួរខេត្តណាន់ប្រទេសថៃស្រុកបួរខេត្តណាន់ប្រទេសថៃនេះទឹកចំនួនធ្ងន់ធ្ងរខ្លាំងគេបញ្ជាក់ទេណាបងនេះខេត្តណាន់ប្រទេសថៃខូចខាតយ៉ាងធ្ងន់ធ្ងរនៅភាសាឡាវណាគេប្រែមកជាភាសាខ្មែរនេះទឹកប្រៃហូរជន់លិចភ្លាមចំនួនទឹកហៅថាទឹកចំនួនភ្លាមអានេះនៅក្នុងស្រុកថៃបងចឹងយើងមើលប៉ុណ្ណឹងសិនណាបងអានេះនៅថ្ងៃទី19នេះហើយបងថ្ងៃទី19ថ្ងៃនេះហើយនេះសំបីតលោកហ្នឹងក៏លិចណាលិចណៃដែរបងហើយនេះទឹកដល់កនេះទៅទឹកស្ទឹងទឹកអីអូរើចានរើឆ្នាំងរត់ហើយបងចំលៀសខ្លួនដោយសារទឹកវាធំពេកណាអ្នកខ្លះចៅទូកចៅអីមានទូកមានអីយើងធំមិនជាបញ្ហាបងខ្លាចថាអឺខ្លាចតែក្មេងៗតូចតាចកូនង៉ែតកូនងាយហ្នឹងដឹងរត់ទៅណាទេវាចឹងទៅសង្វេគបងប្អូនពេលស្រុកជើងឃើញចឹងសង្វេគក៏ដែរឥឡូវប៉ុណ្ណឹងឯងបងប្អូនយើងមើលព័ត៌មានប៉ុណ្ណឹងខុសត្រូវយ៉ាងណាសូមអធិស្ឋានជួបគ្នាវីដេអូក្រោយ